drone ធម្មតាគេទុកថតពីលើមេឃតែបើចង់បានប្លង់ហោះចូលក្នុងមួយអួចហោះក្នុងផ្ទះត្រូវប្រើ FPV ពីរនេះវិញរវាង DJI Avatar ចំនួនទី1និង DJI Avatar ចំនួនទី2តើមួយណាជាជម្រើសល្អបំផុតបងប្អូនប្រហែលជាធ្លាប់ឃើញនៅក្នុងបណ្ដាញសង្គមមាន drone ហោះលឿនហើយមាន drone ខ្លះអាចហោះលឿនរហូតដល់100 km នៅក្នុង1ម៉ោងឯណោះហើយ drone ប្រភេទនេះហៅថា FPV drone ដែលគេប្រើវាដើម្បីថតប្លង់ចង្អៀតហើយអ្វីដែលពិសេសទៀតនោះគឺសមត្ថភាពវាសាហាវខ្លាំងណាស់រហូតដល់ថ្នាក់យោធាយកទៅធ្វើជា drone អត្តឃាតដែលគេស្គាល់ហៅថា Kamikaze ថែមទៀតផងប៉ុន្តែសម្រាប់ drone នេះវិញគឺយើងគ្រាន់តែយកដើម្បីថតវីដេអូប្លង់ប្លែកៗតែប៉ុណ្ណោះហើយថ្ងៃនេះខ្ញុំចង់ណែនាំស្ដេច FPV ពីរប្រភេទគឺ Avatar ចំនួនទី1និង Avatar ចំនួនទី2ថាតើមានអ្វីខុសគ្នាខ្លះតោះទៅដឹងជាមួយខ្ញុំទាំងអស់គ្នាឈ្មោះនេះប្រហែលជាបងប្អូនគិតថាដាក់តាមរឿងកុន Avatar មនុស្សខៀវហើយមែនទេតែតាមពិតទៅមិនមែនទេពាក្យថា Avatar តាមពិតមកពីភាសាសំស្ក្រឹតថា Avatar ដែលមានន័យថាការបែងភាគឬការដំណើរខ្លួន DJI ต้องមានន័យថាពេលយើងពាក់វ៉ែនតា Google នេះវិញ្ញាណរបស់យើងបានបែងភាគទៅក្នុង drone ហើយយើងមិនមែនគ្រាន់តែឈរមើលទេតែយើងខ្លាយជា drone ហោះហើរដោយបាក់សីតែម្ដងឥឡូវយើងមកដឹងចំណុចដំបូងនៃលក្ខណៈដូចគ្នារវាងចំនួនទាំងពីរនេះសិនទី1គឺមានការការពារស្លាប់ជាប់ស្រាប់ហោះក្នុងផ្ទះឬគៀកមនុស្សក៏មិនភ័យបើហោះប៉ះតិចតួចអត់ធ្លាក់ទេគឺវាលោតចេញមកវិញខុសពី drone មកវិញប៉ះដឹងតែធ្លាក់ទី2គឺហោះលឿនឬខ្យល់បក់ខ្លាំងក៏វីដេអូនៅតែរលូនព្រោះវាមាន rock steady ពិសេសគឺ horizon steady ជួយឲ្យជើងមេឃត្រង់ជានិច្ចទោះ drone ផ្អៀងក៏ដោយទី3គឺសំខាន់បំផុតបើហោះស្រាប់តែភ័យឬវង្វេងចុចតែមួយប៊ូតុង drone នឹងចាប់ហ្វ្រាំងឈប់នឹងថ្កល់ភ្លាមអ្នកថ្មីធានាថាមិនងាយបុកទី4គឺគុណភាពរូបទោះចំនួនទី1ចេញយូរក៏ថតបាន 4K 60 frame ច្បាស់ដូចចំនួនទី2ដែរយកទៅផុស TikTok ឬ YouTube គឺ 1Mឃើញអត់បងប្អូនចំណុចល្អដូចគ្នាប៉ុន្តែសួរថាបើយើងថែមលុយទៅចំនួនទី2តែវាមានលក្ខណៈពិសេសលើសគ្នាអ្វីខ្លះទី1គឺកាមេរ៉ាខ្លាំងជាងមុន Avatar ចំនួនទី2ប្រើ sensor ធំមួយលើ 1.3 អ៊ីងដូច Osmo Action 4 ដែរនិយាយឲ្យស្រួលយល់គឺថតយប់ច្បាស់ជាងគ្រាប់ noise ទៅជាងនិងមានពណ៌10 bit សម្រាប់អ្នកចូលចិត្តយកទៅកែពណ៌គឺត្រូវចិត្តតែម្ដងទី2គឺរូបរាងថ្មី DJI បានកែខ្លួនឲ្យវែងជាងមុនធ្វើឲ្យហោះកាត់ខ្យល់បានល្អនិងជាងមុនអ្វីដែលពិសេសបំផុតនោះគឺសំឡេងស្ងាត់ជាងមុនច្រើនលែងស្រែកខ្លាំងរំខានគេដោយសេរីចាស់ទៀតហើយទី3គឺមុខងារ easy acro បើចង់ហោះវិលមុខវិលក្រោយឬ drift គឺស្រួលបំផុតគ្រាន់តែចុចមួយប៊ូតុងគឺធ្វើបានភ្លាមមិនបាច់ចំណាយពេលហាត់ manual រាប់ខែដូចមុនទេទី4គឺសេវានិងការផ្ទុកវាប្រើប្រព័ន្ធ O4 ចាប់សេវាបានឆ្ងាយនិងច្បាស់ជាងមុនហើយពិសេសគឺមាន memory ជាប់ម៉ាស៊ីនដល់ទៅ46 GB ធំជាងមុន2ដងអាចថតបានជិត1ម៉ោងកន្លះទោះភ្លេចយកការទៅក៏នៅតែថតបានដែរតើមួយណាគឺជាជម្រើសរបស់បងប្អូន comment នៅខាងក្រោមវីដេអូមួយនេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍មិនថាចំនួនទី1ឬចំនួនទី2បងប្អូនអាចឆាតចូល page Camera OC ឬមកដល់ទីតាំងនេះតែម្ដងក៏បានដែរអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ